សួស្តីថ្ងៃនេះបង្ហាញមុខម្ហូបមួយមុខទៀតហើយគឺសម្លប្រហើរសម្លប្រហើរយើងមានបន្លែច្រើនមុខដែរដំបូងគឺយើងដាំទឹកដាក់ទឹកក្នុងឆ្នាំងបន្ទាប់មកយើងបង់អំបិល2កូនស្លាបព្រាហើយយើងក៏គ្របទឹកហ្នឹងទៅបន្ទាប់ពីទឹកហ្នឹងពុះហើយយើងក៏បង់គ្រឿងរបស់យើងចូលមានខ្ទឹមសគ្រឿងដំបូងរបស់យើងដែលយើងបង់ចូលគឺខ្ទឹមសហើយសាច់ជ្រូកចិញ្ច្រាំជាមួយនឹងស្បែកជ្រូកភាគច្រើនសម្លមួយមុខនេះភាគច្រើនគឺគេស្លដាក់តែត្រីនោះទេបន្ទាប់យើងដាក់សាច់យើងចូលហើយយើងកូរវាទៅកូរទឹកសម្លយើងហ្នឹងយើងមិនបាច់គ្របទេបើគ្របទៅអាចទឹកយើងមិនថ្លាល្អទេហើយយើងថែមរ៉តឌីបន្តិចថែមស្ករសបន្តិចបន្ទាប់ពីយើងថែមស្ករសហើយទឹកយើងក៏វាពុះបន្ទាប់ពីពុះហើយយើងថែមអំបិលបន្តិចហើយយើងដួសពពុះដួសទឹកពពុះដួសពពុះសម្លហ្នឹងចេញបើវាមានពពុះយើងដួសហើយបន្ទាប់មកយើងកូរវាទៅសាច់ជ្រូកនិងស្បែករងចាប់ផ្ដើមឆ្អិនហើយយើងក៏ដាក់ល្ពៅមានល្ពៅហើយមានម្ទេសយើងដាក់ម្ទេសដើម្បីបង្កើនសោភ័ណភាពនៃសម្លរបស់យើងហ្នឹងហើយមានននោងយើងដាក់ននោងចូលទៅតាមពិតទៅយើងដាក់ននោងក្រោយក៏បានដែរតែដោយសារតែខ្ញុំច្រឡំខ្ញុំបានដាក់ននោងចូលសកលនិងល្ពៅពេលសម្លធ្វើឲ្យននោងយើងរលួយមុនល្ពៅមិនទាន់ឆ្អិនល្អននោងចាប់ផ្ដើមរលួយបាត់ហើយអញ្ចឹងបើពុកម៉ែបងប្អូនស្លតាមអាចដាក់ននោងក្រោយដាក់ល្ពៅយើងល្មមមកជិតឆ្អិនហើយចាំយើងដាក់ននោងយើងចូលជាក្រោយបន្ទាប់ពីយើងដាក់ហើយយើងក៏កូរវាទៅបន្ទាប់ពីកូរហើយយើងក៏ដាក់ត្រីថ្ងៃនេះគឺមានត្រីពោទិញនៅផ្សារហ្នឹងយើងក៏ដាក់ត្រីពោយើងចូលក្រោយបន្លែបើដាក់ត្រីយើងលឿនពេកអាចនឹងត្រីយើងវល់យើងកូរទៅអាចបែកអាចអីចឹងណាបន្ទាប់ពីយើងដាក់ត្រីចូលហើយយើងកូរវាតិចបើយើងកូរខ្លាំងពេកអាចនឹងបែកសាច់ត្រីដែលយើងទើបតែដាក់ចូលហ្នឹងសម្លយើងក៏ពុះល្អយើងក៏ដាក់ស្លឹកបន្លែនេះគេឲ្យឈ្មោះថាជាប្រភេទរុក្ខជាតិបន្លែផ្អែមវាស្តៀងនឹងផ្ទីដែរប៉ុន្តែគេឲ្យឈ្មោះថាជាបន្លែផ្អែមយើងក៏ដាក់ចូលចុងក្រោយគេដោយសារបន្លែមួយប្រភេទហ្នឹងវាឆាប់រលួយយើងដាក់ចូលហើយយើងយកវែកសម្លយើងជ្រុំវាបន្តិចដាក់ចូលយើងមិនបាច់កូរខ្លាំងទេហើយសម្លយើងក៏បានរួចរាល់យើងក៏ដួសដាក់ចូលទៅក្នុងចានយើងទៅដួសដាក់ចានមានល្ពៅមានននោងហើយក៏ជាដល់ពេលវេលាដែលយើងញ៉ាំបាយបដាយើងទស្សនារឿងបដាយើងជជែកគ្នាបដាទៅជីវិតពិតជាស្រស់ស្រាយជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះហើយវីដេអូរបស់យើងក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា